ពេលលើកទឹកចិត្តមានសារៈសំខាន់យ៉ាងខ្លាំងសម្រាប់ជីវិតមនុស្សគ្រប់គ្នានៅពេលដែលមានបញ្ហាឬឧបសគ្គឬក៏ការបរាជ័យពាក្យល្អពីអ្នកជិតខាងឬពីមិត្តភក្តិអាចជួយឲ្យពួកគេមានកម្លាំងចិត្តឡើងវិញពេលលើកទឹកចិត្តអាចធ្វើឲ្យមនុស្សមានសេចក្តីសង្ឃឹមមានភាពជឿជាក់លើខ្លួនឯងនិងមានកម្លាំងចិត្តបន្តទៅមុខទៀតនៅក្នុងជីវិតប្រចាំថ្ងៃមនុស្សគ្រប់រូបតែងតែជួបការលំបាកខ្លះអាចមានការបរាជ័យក្នុងការសិក្សាខ្លះជួបបញ្ហាក្នុងការងារឬក៏អ្នកខ្លះទៀតមានបញ្ហាក្នុងគ្រួសារនៅពេលដូចនេះពាក្យលើកទឹកចិត្តអាចជួយឲ្យមនុស្សមានអារម្មណ៍ល្អនិងមិនបោះបង់ក្តីស្រមៃពាក្យសាមញ្ញមួយដូចជាកុំបោះបង់ចោលឬក៏អ្នកអាចធ្វើបានអាចធ្វើឲ្យមនុស្សមានកម្លាំងចិត្តឡើងវិញលើសពីនេះទៅទៀតពាក្យលើកទឹកចិត្តក៏ជួយបង្កើនទំនាក់ទំនងល្អរវាងមនុស្សនិងមនុស្សផងដែរនៅពេលដែលយើងលើកទឹកចិត្តអ្នកដទៃពួកគេនឹងមានអារម្មណ៍ថាត្រូវបានគាំទ្រនិងយកចិត្តទុកដាក់វាធ្វើឲ្យមានភាពស្និទ្ធស្នាលនិងការជួយគ្នាទៅវិញទៅមកក្នុងសង្គមមិនត្រឹមតែប៉ុណ្ណោះពេលលើកទឹកចិត្តក៏ជួយបង្កើនកម្លាំងចិត្តក្នុងការប្រឈមមុខនឹងបញ្ហាផ្សេងៗក្នុងជីវិតមនុស្សដែលទទួលបានការលើកទឹកចិត្តជាញឹកញាប់ជាទូទៅគឺមានទឹកចិត្តរឹងមាំនិងមិនងាយបោះបង់ចោលក្នុងពេលលំបាកឡើយ